សួស្តីអ្នកនេះវីដេអូនេះគឺយើងតពីវីដេអូមុនហើយជាវីដេអូទី2ដែលយើងបង្កើត slide ហើយវីដេអូនេះគឺប្រាប់អំពីរបៀបនៃការដាក់ animation ទៅលើ slide របស់យើងដូចជាអក្សរនិង logo របស់សាលាហើយឥឡូវយើងចាក់មើលសិនគឺវាអត់ទាន់មាន animation ទេអញ្ចឹងពេលយើងចាក់មកគឺវាអត់ទាន់ដើរទេអញ្ចឹងដើម្បីវាដើរមកស្អាតគឺយើងត្រូវតែដាក់ animation វានៅក្នុងកម្មវិធី PowerPoint យើងតែម្ដងអូខេអញ្ចឹងពេលយើងចេញមកវិញមកយើងនឹងរកហើយយើងចង់ដាក់លើមួយណាដូចជា logo នេះចុះខ្ញុំសូមដាក់ទៅលើ logo ខ្ញុំចុចទៅលើ logo ហ្នឹងហើយខ្ញុំរកពីថា animation ហើយនៅក្នុងហ្នឹងមាន animation ជាច្រើនខ្លាំងមែនតើយើងអាចរើស style តាមនឹងបានអូខេទាំងអស់ហ្នឹងគឺសិតតែជា animation របស់វាបងប្អូនអាចរើសតាមនឹងបានslide មួយណាគឺយើងចុចដាក់មួយហ្នឹងទៅឥឡូវខ្ញុំសុំយក animation មួយនេះតមកបងប្អូនរកមើលថាពាក្យ start ឡើងនេះអូខេឡើងនេះគឺសុំខ្ញុំកំណត់វាឲ្យយ៉ាងយូរបន្តិចចុះបាទសុំយក1 second ចុះអូខេអញ្ចឹងកន្លែង start នេះយើងដូរវាទៅជានេះវិញបងប្អូននេះរកមើលពាក្យថា with previous នេះបាទអត់សូវច្រើនដែរបាទចុះណាមកហើយកន្លែងលេខ0នេះយើងឃើញថាវាបាត់លេខ1ទៅវិញអញ្ចឹងវាឃើញលេខ0នេះមកថាយើងអាចកំណត់វាដាក់ឲ្យខ្លួនឯងបានហើយអូខេពេលយើងចុចមកគឺវាចេញបែបហ្នឹងឥឡូវខ្ញុំចេញវាស្រាយវិញតោះមកខ្ញុំចង់ដាក់ទៅលើអក្សរមួយទៀតចឹងអក្សរគឺដូចគ្នាយើងគ្រាន់តែចុចទៅលើអក្សរហ្នឹងមកហើយវាលោតចូលទៅកន្លែង animation ហ្នឹងចឹងយើង select ទៅមើល animation មួយណាដែលយើងចង់ដាក់ចឹងវាមាន style ច្រើនបងចុចយកមួយណាក៏បានដែរតោះមកខ្ញុំចូលមកកន្លែង start ខាងលើនេះខ្ញុំយកអាកតាហ្នឹងដែរតែខ្ញុំសុំតឡាងនាទីវាទៅអូខេឥឡូវខ្ញុំយកអាកតាហ្នឹងដែរមកតោះមកវាចេញលេខ0ដូច logo របស់យើងដែរចាំថាចលនាគឺវាដើរស្មើគ្នាអូខេមិនបានឃើញបែបហ្នឹងទេបាទខ្ញុំចង់ដាក់ទៅលើអក្សរនេះមួយទៀតខ្ញុំចុចទៅលើអក្សរហ្នឹងហើយតែ animation មានមិនដែរអញ្ចឹងគឺយើងដាក់ម្ដងមួយតែមកបងដាក់ឲ្យគ្រប់បើសិនជាយើងចង់ select វាទៅអស់យើងគ្រាន់តែបាទ select វាចាំមកដាក់ animation ទៅមួយដូចគ្នាក៏បានដែរអូខេបើយើងដាក់តែមួយអញ្ចឹងគឺវាដើរទាំងអស់ដើរដូចគ្នាទាំងអស់ហើយយើង select មកកន្លែងនេះឥឡូវយើងចុច slide មើលសិនអូខេឥឡូវ slide របស់យើងវាអត់ទាន់ចេញទេតោះតែយើង click វាមួយមិនវាចេញអញ្ចឹងបានន័យថាវាអត់ទាន់ដើរល្អទេតោះយើងកំណត់វាថាថ្មីអញ្ចឹងកន្លែងលេខ1នេះយើងចុចវាថាថ្មីមកហើយយើងយកកន្លែងកតាលនេះបាទវាចេញអក្សរមកពេលដែលយើងចាក់ទៅគឺវាដើរមកហើយយើងបាច់ចាំ click វាមួយអូខេអញ្ចឹងវាដើរអូតូតែម្ដងហើយយើងអាចដាក់ animation ផ្សេងទៀតបានបើយើងចង់ដាក់ស្អាតយើងអាចដូរវាឆ្លាស់គ្នាក៏បានដែរបងប្អូនអូខេខ្ញុំចង់ដាក់មួយនេះក៏បានហើយយើងដូរវាមកចឹង animation គឺវាមានច្រើនបងប្អូនអាចឆ្លាញ់ដាក់មួយណាចង់ដាក់មួយណាគឺដាក់មួយណាទៅហើយនេះគ្រាន់តែជាចំណែកតូចមួយនៃ slide ទេជាទូទៅគឺយើងត្រូវដាក់ជាមួយនឹង transition វាទៀតតែដោយសារតែយើងអត់ដល់ដំណាក់កាលហ្នឹងទេតោះតែយើងមាន slide ច្រើនទៅយើងអាចដាក់ជាមួយនឹង transition ហើយវីដេអូក្រោយគឺខ្ញុំនឹងបរៀនរបៀបនៃការដាក់ transition slide នៅពេលដែលយើងចាក់ទៅ slide បន្តគឺវានឹងមានចលនាស្អាតជាងហ្នឹង